លំហាត់ទី10លំហាត់អនុវត្តក្នុងមេរៀននេះចុងក្រោយគឺទី10អនុគម count if យើងរកក្នុងលក្ខខណ្ឌធំឬក៏តូចយើងបូកហើយយើងរាប់ក្នុងលក្ខខណ្ឌតូចឬក៏ធំជាងយើងចូលទៅអនុវត្ត count if ធំយើងចង់រកលក្ខខណ្ឌធំជាងឧទាហរណ៍យើងចង់រាប់នៅពេលនេះរាប់អ្នកប្រាក់ខែធំជាង$800ស្មើប្រមាណអ្នកស្មើប្រមាណអ្នកអញ្ចឹងយើងស្មើ count if យើងប្រើជាមួយ count if អត់ s នេះតើមកយើងសេលេចលើប្រាក់ខែបុគ្គលិកទាំងអស់នេះកន្លែងនេះគឺយើងដាក់លក្ខខណ្ឌថាយើងរាប់តែសញ្ញាមានកណ្ដោយើងរាប់តែអ្នកដែលធំជាងធំប្រាក់ខែធំជាង800ធំជាងឬក៏ស្មើ800ដាក់ស្មើទៀតក៏បានបិទវងកញ្ចក់នេះមក enter ជាងរាប់ឃើញ15នាក់អានេះយើងរាប់អ្នកដែលមានអាយុច្រើនជាងឬក៏ស្មើ20ឆ្នាំអញ្ចឹងយើង count if អត់ s select លើអាយុនេះ age តើមកក្បៀសលក្ខខណ្ឌរបស់យើងគឺធំជាងឬស្មើអាយុ20ឆ្នាំបើកវងកញ្ចក់ enter មកអញ្ចឹងវារាប់ឲ្យធំជាងឬស្មើហើយយើងយកមិនស្មើទេយើងយកធំជាងមាន22ឆ្នាំ22នាក់ក្នុងចំណោម37នាក់នេះយើងមាន22នាក់អ្នកដែលអាយុច្រើនជាង20ឆ្នាំយើងចូលទៅលក្ខខណ្ឌតូចជាងនេះយើងប្រើយើងរាប់អ្នកប្រាក់ខែតូចធំតូចជាងឬស្មើ600កន្លែងនេះយើង count if select លើនេះមកអូខេក្បៀសមួយជាងលក្ខខណ្ឌរបស់យើងគឺយើងយកតូចជាងឬស្មើជាងកន្លែងនេះតូចជាងឬស្មើ$600ប្រាក់ខែ$600ជាមានប្រមាណនេះមាន15នាក់តូចជាងនេះយើងយកអញ្ញដែលអាយុក្រោម25ឆ្នាំយើង select លើអាយុនេះមកមានប៉ុន្មានអ្នកក្បៀសនេះតូចជាង25ឆ្នាំយើងអាចចុចលើលេខ25តែម្ដងមើលមានលេខ25នេះអូ no ខុស25ឆ្នាំយើងដាក់កន្លែងនេះ year អូខេ enter មកជាងអ្នកដែលមានអាយុតិចជាង25ឆ្នាំមាន38នាក់ខុសហើយស្មើ count if select លើអាយុបិទវងកញ្ចក់គ្មានកណ្ដោកន្លែងនេះយើងដាក់តូចជាង25ឆ្នាំមានប៉ុន្មានអ្នកដែលមានអាយុតិចជាង25ឆ្នាំ38នាក់អូខេជាងក្នុងវីដេអូនេះមានតែប៉ុណ្ណឹងបាយបាយ